មុខងារប្រចាំជីវិតដល់ប្រពៃហើយប្រសើរជាងមុខងារប្រចាំជីវិតណាទាំងអស់គឺមុខនេតិគ្រូបង្រៀននេះឯងភាសាអង់គ្លេសថា you exercise the noble profession តួនាទីជាគ្រូបង្រៀននេះគឺជាតួនាទីដែលប្រពៃហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាគ្មានតួនាទីណាប្រសើរជាងគ្រូបង្រៀននេះពេទ្យទុកជាទី2បន្ទាប់ទេបើពេទ្យលោកធ្វើការត្រឹមត្រូវប៉ុន្តែតួនាទីសំខាន់គឺគ្រូបង្រៀនអញ្ចឹងបានតែយើងតែងតែស្គាល់ថាគ្រូបង្រៀនជាមេដាបិតាទី2មេដាបិតាបង្កើតជាអ្នកផ្ដល់ជីវិតជាអ្នកអប់រំចិញ្ចឹមតាំងពីតូចរហូតដល់យើងមានអាយុ6ឆ្នាំ5ឆ្នាំយកមកផ្ញើទុកនឹងលោកគ្រូអ្នកគ្រូជាផ្នែកទី2របស់លោកដូច្នេះអ្នកទាំងពីរនេះសំខាន់ណាស់មេដាបិតាព្រះសម្មាសម្ពុទ្ធសម្ដែងទុកដូចជាព្រះពុទ្ធរស់នៅផ្ទះដូចជាព្រះរហន្តកូនណាដែលមិនមានគុណចំពោះមេដាបិតាកូនអកតញ្ញូមិនអាចខ្លាយជាអ្នកមានប្រយោជន៍ដល់សង្គមបានទេ